បាទលើសូមជួយបងប្អូនតាមដានទស្សនាការប្រកួតគូបាទលក្ខណៈហ្វឹកហាត់ថ្ងៃនេះរវាងបងប្អូនយុវជនកុមារាពីខាងសាលា DPC កម្ពុជាតូចល្អអត់ទេប៉ុន្តែចែកទេសនិងការគ្រប់គ្រងបាល់អត់ចាញ់ធំប្រមាណទេល្អមែនទេឥឡូវនេះគឺបាល់លក្ខណៈ free kick បាទគាត់អូទៅវិញហើយខាងលឿងបាទអូមែនទេទៅហើយបាទអូលឿនឆ្មាញ់តែម្ដងទៅហើយត្រង់នេះអ្នកចាំទីចេញមកស្លាយតន់បាទអ្នកចាំទីណាគេចេះបាទអ្នកចាំទីអូបារាយុទ្ធចេញមកស្លាយបាល់ល្អមែនទេឥឡូវនេះបាល់ទាត់ជ្រុងបាទបាល់បោះបាទជាស្រ័យបោះទៅនេះក៏គ្រោះថ្នាក់ដែរហើយលោកគ្រូញ៉ារ៉ាប្លង់កញ្ចែកជ្រែកហើយអត់បោះនឹងកាតលឿងលើបាទបោះហើយសម្លឹងមើលគ្នាឡើងទៅគ្រប់ត្រូលបោះចូលក្នុងប្រអប់គ្រោះថ្នាក់កាប់ចានតรงนี้អត់បាទឃ្លាមកជើងចេញបាទមកវិញហើយវាយបកមកលឿនបាទឡាកកុយបាទគប់បាល់បាទវាយសម្រុកមកអូយធម្មតាទេគូនេះមករត់សាច់ពេញនឹងតែមកផ្ទះទៅវិញដាច់មាត់ទៅអីយ៉ាមានបងអូនកីឡាការីម្នាក់ទៀតនៅខាងនោះអីយ៉ាអ្នកចាំទីចាប់បានបាទឥឡូវមានការដោះដូរឡាកបាទអូមកគូនេះមានការដោះដូរឡាកឡាអូនលៀបចូលអូនលៀបអត់តង់ឃើញទេឡាកលៀបហ្នឹងគឺឡាក3ហើយបាទនេះលោកគ្រូកំពុងតែសម្រួលកីឡាករដើម្បីបាទមានការផ្លាស់ប្ដូរទម្រង់លេងបន្តិចបាទបន្តិចទៀតក្រុមទាំងពីរនឹងបាទចាប់ដើមប្រកួតជាបន្តកាលពីសប្តាហ៍មុនបាទក្រុមបងប្អូនកុមារបានទៅប្រកួតនៅទឹកដីខាងគួរស្រូវហើយលទ្ធផលគឺឈ្នះភ្លុកទឹកភ្លុកដីតែម្ដងបាទតែកីឡាករធ្វើបាន10 ball hot trick មិនធម្មតាទេឥឡូវសញ្ញាការក្នុងកញ្ចែបាទចូលបងប្អូនកីឡាកុមារី2នាក់បាទកីឡាការីបាទទៅឲ្យអូសបាទយុទ្ធចុចបន្តមួយបាទទៅហើយកាប់បាល់មិនដល់ញ៉ាកណាពីណីបាទជូនកដោគ្រីស្មាក់មួយស្លឹកបាទដាប់លោកគ្រូបាទទៅហើយបាទទៅលោកគ្រូឲ្យឡើងបានឡើងអញ្ចឹងនៅតែមុខទីទេដាក់មួយជើងឡើងលើអ្នកចាំទីចាប់អត់បានបាទបាល់ចេញក្រៅបាល់ទាត់ជ្រុងលើកទី2បាទជ្រុងត្រង់នេះបាទទាត់បញ្ចូលមកក្នុងគ្រោះថ្នាក់សុទ្ធមួយជើងអូនលៀបដាក់មួយជើងនេះកាប់មួយខ្សែការពារនេះញាក់មុខទីឯងសុទ្ធមួយជើងទៀតអីយ៉ាអូបាទមកវិញវាយបកលឿនមកជាប់ជើងណាគេអីយ៉ាអូនលៀបកាប់ជើងមួយអញ្ញាក្រាមិនថាអីទេបាទលេងជងអូយបាទមើលបច្ចេកទេសអូសបាល់មិនធម្មតាទៅមកឲ្យលឿនស្លាយមួយជាតិណាស់គូនេះបាទតែតម្លាក់បន្តិចបាទសុទ្ធមកជើងអ្នកចាំទីចាប់បានឃ្លៀមកជើងចេញបាល់ចេញក្រៅរកទីទួលសុវត្ថិភាពឥឡូវនេះបាល់បោះបាននៅខាង DPC 1បាទបោះបន្តិចបាទបែរមុខមួយកាប់បន្តមកស្លាប់ខាងឆ្វេងបាទខ្សែការពារទប់បានបាទក្នុងនេះតាក់គ្នា យ៉ាជ្រុំមួយជ្រុំពីរវាយកែងមួយ
បាទរោប្លោះបោះបាទបញ្ជូនទៅស្លាបខាងស្ដាំកាប់មួយចូលមកលើវិញទប់មួយបាទត្រង់នេះឃ្លាមួយជើងបាទលើកជើងខ្ពស់ញ៉ាដាល់ថៃសុទ្ធមួយជើងបាទប៉ោងបាទកីឡាករមកពីបាសេឡូណាដាក់មួយជើងមកចេញក្រៅបាទបាទឥឡូវលោកគ្រូសួររមុខកីឡាករណាអត់បានប៉ះបាល់បាទចូលលេង2មកអត់បានប៉ះបាល់បាទលើកដៃបាទលេងជាបន្តបាទជាប់ជើងខាង DC2 បាទស្លាយមួយចេញក្រៅបាល់បោះបាទនេះជាការប្រកួតជំរុះបាទយកកីឡាករល្អៗដើម្បីទៅប្រកួតពៀនបាទសហគមន៍បាទធំនៅប្រជាជាតិកម្ពុជាយើងនៅពេលខាងមុខមុនចូលឆ្នាំខ្មែរនេះបាទកីឡាករណាដែលជាប់ជំរឿស11នៅដំបូងគឺអាចបាទមានឱកាសបាទមិនត្រឹមតែប្រកួតប្រចាំតំបន់ទេអាចឈានទៅដល់ប្រកួតក្រៅប្រទេសទៀតបាទកន្លងមកគឺកីឡាករបងប្អូនគាត់ធ្លាប់បានទៅបោះជំរំហ្វឹកហាត់នៅបណ្ដាប្រទេសផ្សេងបាទរួមមកហើយបងប្អូនខ្លះក៏បានជោគជ័យលើវិស័យបាល់ទាត់នេះផងដែរបាទកីឡាករខ្លះក៏មានកំពុងតែលេងនៅក្លឹប Academy បាទអាចខ្លះអាចឈានដល់តែអាជីពបាទចេញពីថ្នាលបាទតូចចឹងដាក់មួយជើងត្រង់នេះបាទខុសគោលដៅឥឡូវនេះក៏ពុយ90ក៏កំពុងតែសម្លឹងដែរមើលកីឡាករណាដែលចឹងដៃជើងរឹងមាំធំអីទេអាចនាំចូលបានជាក់ដៃក្នុងក្រុមមានយូម៉ាល់មួយយូម៉ាល់គឺលេងតាំងពីតូចចឹងមកឥឡូវនេះវាពេញរូបពេញរាងបាទខ្លាចជាកីឡាករល្អគ្រប់ក្រុមបានកីឡាករការីគ្រប់នៅបាទឥឡូវបាល់វិលចុះវិលឡើងកាប់ចូលកដាលបាទខ្សែការពារទប់ជាប់បាទបាល់ជ្រុងលើកទី3តម្លាក់បន្តិចអាមេមួយត្រង់នេះទៅមិនរួចមួយខ្សែការពារឥឡូវមកវិញហើយវាយបឹកបាក់ទំនប់មកហើយបាទលឿនណាស់មកឲ្យដេញ3នាក់ស្លាយមួយដួលអញ្ញាដាអត់ថាអីទេបាទដងនេះបាទអត់បញ្ហាបាទ3នាក់តាមបិទមួយអាយ៉ាទប់បាល់ត្រង់នេះបាទតម្លាក់បន្តិចត្រង់នេះកីឡាករកាប់ចូលមួយសុទ្ធមួយជើងទៀតបាទជាប់តែម្ដងបាទអាយ៉ាបាល់ដៃ free kick បាទវាយទៅបញ្ជូនទៅលឿនខ្សែការពារនារីបាទអូនកម៉ារីអូនស្រីបាទខ្សែការពារអីយ៉ាបាទបោះមកលឿនអត់ទុកយូរបាទឥឡូវនេះគឺថាបាល់បោះកែបាល់បានទៅខាង DC2 បាទកោយុទ្ធបាទបាល់បោះចូលកណ្ដាលបាទតែបញ្ជូនបាល់ចេញទៅក្រៅមកបញ្ជូនមកទៀតខ្សែបញ្យុទ្ធមកវិញបត់ក្បាលលឿនទៅមិនរួចមួយខ្សែការពារបាទអីចាស់ទៅបាល់បានវិញ3នាក់អាយ៉ាទៅណាចេះមកឆ្វេងមកស្នាមអាយ៉ាកាប់ជ្រែមួយជ្រែពីរបាទហ្វាំងពីរទៅទៀតមកទៀតលឿនណាស់មកអូយកីឡាករអាវសនេះបាទកាប់មួយ3នាក់បាទបិទទៅ4នាក់អីបាទអស់ម៉ោងហើយបាទលទ្ធផលគេថាអត់ទាន់មានក្រុមណាបំបែកពងមន់ក្រុមណាទេបាទសូមអរគុណបងប្អូនទស្សនាការផ្សាយផ្ទាល់បាទបាយបិទ